ជនភៀសជាង1000គ្រួសារមិនអាចកាន់ទៅលំនៅឋានវិញបានដោយសារយោធាថៃដាក់គូតុងតន័រនិងបន្លាបលួសបិទផ្លូវមិនឲ្យចូលមានប្រជាជនភៀសប្រមាណ1000គ្រួសារនៅភូមិព្រៃច័ន្ទឃុំជោគជ័យនៃស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកំពុងបន្តសាក់នៅជំរំសុវត្ថិភាពដោយមិនអាចទៅលំនៅឋានវិញបានដោយសារតែទាហានឈ្លានពានថៃដាក់ទូតុងតន័រនិងបន្លាលួសបិទផ្លូវមិនឲ្យចូលភូមិនិងផ្នែកម្ខាងខ្លះនៃការរកខូចខាតទាំងស្រុងពីការទម្លាក់គ្រាប់បែកនិងការបាញ់ប្លង់ក៏ពីពេលកន្លងទៅនេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរដែនដីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាអំឡុងពេលចុះទៅផ្តិតយករូបភាពជនភៀសនៅមណ្ឌលសុវត្ថិភាពច័ន្ទស៊ីសាមគ្គីរតនារាមក្នុងឃុំតងស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកាលពីពេលរសៀលថ្ងៃទី4ខែមករា2025ក្រសួងមហាផ្ទៃឲ្យដឹងថាពីពេលម៉ោង1រសៀលដល់ម៉ោង6រសៀលថ្ងៃទី4ខែមករា2026មានជនភៀសចំនួន25.407អ្នកបន្ថែមទៀតបានបន្តវិលទៅលំនៅឋានវិញដូច្នេះក្នុងចំណោមជនភៀសសរុបជាង640,000នាក់មានចំនួន242.267នាក់ក្នុងនោះស្ត្រីមាន127.868នាក់និងកុមារចំនួន78.907និងបន្តនៅស្នាក់នៅជំរំ